កាលពីជាតិមុនពេលដែលខ្ញុំនិងប្អូនស្រីលីងយូចេញទៅវឹកហាត់បានជួយសង្គ្រោះសត្វនាគភ្លោះម្យ៉ាងដែល10000ឆ្នាំមានតែម្ដងព្រះឲ្យជាសត្វនាគតើបងស្រីមើលចុះតាមរឿងព្រេងនិទាននាគខ្មៅគឺជាធាតុភ្លើងដែលមានចរិតកាច់ឃោរឃៅចំណែកនាគជានាគធាតុទឹកកកដែលមានចរិតត្រជាក់ស្រេបបងស្រីនាគខ្មៅមួយនេះទុកឲ្យខ្ញុំជាអ្នកមើលថែចុះចំណែកនាគសុបប្រគល់ឲ្យបងហើយទេលីងយូបាននាំយកនាគប្អូនដែលគ្មានរងរបួសអ្វីតតែសោះទៅបាត់ចំណែកឯខ្ញុំវិញដោយក្តីអាណិតក៏បាននាំយកនាគច្បងដែលរងរបួសធ្ងន់ចិត្តស្លាប់ទៅមើលថែដើម្បីព្យាបាលរបួសឲ្យគេខ្ញុំបានដើរប្រមូលអស់ស្ទើរផ្លុំដាប់កំពូលទាំងអស់នៅក្នុងកុលសម្ព័ន្ធទ្រាំបន្តិចទៅពេលធៀបថ្នាំចូលទៅវានឹងលែងឈឺហើយថ្នាំអស់ហើយតែរបួសនៅតែមិនអាចទប់ទល់បានមានតែប្រើឈាមខ្លួនឯងដើម្បីលាងជម្រះសរសៃឈាមឲ្យគេប៉ុណ្ណោះបន្ទាប់ពីគេសះស្បើយពីរបួសខ្ញុំបានបង្រៀនគេមួយជំហានម្ដងនៅក្បាច់គុណប្រយុទ្ធរបស់ពួកសត្វព្រៃនៅលើគោកប្រឹងប្រែងបន្តិចទៅថ្មីនេះបរិយាកាសនៅក្នុងព្រៃភ្នំមានភាពវឹកវរខ្លាំងណាស់ខ្លាចក្រែងមានរឿងមិនប្រក្រតីកើតឡើងប៉ុន្តែបន្ទាប់មកហ្វូងសត្វសាហាវដ៏គួរឲ្យខ្លាចក៏បានផ្ទុះឡើងហ្វូងសត្វសាហាវលំដាប់ខ្ពស់គួរឲ្យខ្លាចខ្លាំងណាស់គឺលីងយូថយក្រោយទៅរបួសធ្ងន់ធ្ងរពេកហើយសំណាងល្អនៅមានផ្លែឈើប្រលឹងដូនតាដែលបដូរដោយជីវិតមួយនេះប្រញាប់ញ៉ាំវាដើម្បីរក្សាជីវិតមុខរបស់ខ្ញុំសុំទោសផងយ៉ានរ៉ូមុខរបស់លីងយូត្រូវបានគេឆ្កូតបើទុកឲ្យមានស្លាកស្នាមនាងច្បាស់ជាទ្រាំមិនបានឡើយជីវិតរបស់ខ្ញុំតែជាមិនស្មើនឹងមុខរបស់លីងយូទៅវិញតាមពិតទៅមនុស្សដែលឯងចង់តាមការពាររហូតមកគឺជានាងសោះខ្ញុំកើតជាថ្មីហើយនេះជាថ្ងៃដែលជួយសង្គ្រោះនាគភ្លោះហើយត្រឡប់មកកុលសម្ព័ន្ធវិញដើម្បីរៀបចំពិធីចុះកិច្ចសន្យាដ៏ធំនោះតើបងស្រីបងប្រញាប់មកមើលចុះនាគភ្លោះមួយគូនេះតាមពិតទៅជាខ្សែលោហិតទឹកកកនឹងភ្លើងដែល10000ឆ្នាំមានតែម្ដងសោះខ្សែលោហិតនាគបងប្អូនស្រីពីរនាក់នេះសំណាងល្អពិតមែនបងស្រីពួកវាជាតួអង្គកូនកាត់ពាក់កណ្ដាលព្រះនាពេលអនាគតណាមិនអីទេបើពួកយើងម្នាក់ចុះកិច្ចសន្យាមួយទៅថ្ងៃក្រោយពេលពួកវាខ្លាចជានាគពេញវ័យបងនិងខ្ញុំច្បាស់ជាអាចដើរដោយអំនួតនៅលើទឹកដីសត្វសាហាវនេះមិនខានកាលពីជាតិមុនខ្ញុំបានយល់ព្រមតាមសំណើនេះដោយក្តីរីករាយប៉ុន្តែបន្ទាប់ពីនាំត្រឡប់មកដល់រូងភ្នំវិញទើបខ្ញុំដឹងថាលីងយូគ្រាន់តែមិនចង់មើលថែរបួសរបស់នាគសត្វនាគច្បងប៉ុណ្ណោះពីលិះទៅសាហាវលំដាប់ខ្ពស់បានស៊ីបំផ្លាញស្នូលសត្វរបស់នាគត្រូវចំណាយកម្លាំងនិងអស់យ៉ាងច្រើនលើសលប់នាងបានដឹងរឿងនេះតាំងពីពេលពិនិត្យអំបញ្ញមិញម្លេះទើបនាងរុញនាគដែលរងរបួសធ្ងន់មកឲ្យខ្ញុំដោយមិនស្ទាក់ស្ទើរចំណែកឯខ្ញុំវិញបានលះបង់គ្រប់យ៉ាងដើម្បីព្យាបាលគេប៉ុន្តែចុងក្រោយបែរជាមិនទទួលបានអ្វីត្រឡប់មកវិញសោះមិនចាប់អារម្មណ៍ទេបងស្រីបងចាំបន្តិចសិនពួកវាជាខ្សែលោហិតនាគណាហេតុអ្វីបងនិយាយថាមិនចាប់អារម្មណ៍ទៅវិញឥឡូវនេះពួកវាមានរបួសធ្ងន់ធ្ងរជីវិតស្ថិតនៅលើសរសៃអំបោះបងជាអ្នកប្រយុទ្ធដ៏ខ្លាំងពូកែប្រចាំកុលសម្ព័ន្ធបងដាច់ចិត្តមើលហើយមិនជួយលីងយូម្នាក់នេះតែងតែយកឋានៈជាសិស្សរបស់គ្រូអាបធ្មប់មកឈរនៅលើចំណុចខ្ពស់នៃសីលធម៌ដើម្បីនិយាយប្រដៅគេឯងដោយសារតែនាងមានមុខមាត់គួរឲ្យអាណិតពួកសត្វព្រៃឈ្មោលនៅក្នុងកុលសម្ព័ន្ធចូលចិត្តចរិតបែបនេះរបស់នាងណាស់លោកស្រីលីងយូចិត្តល្អពិតមែនសមជាគ្រូអាបធ្មប់ធំនាពេលអនាគតលោកស្រីយ៉ានរ៉ូទោះបីជាមានសមត្ថភាពប្រយុទ្ធខ្លាំងក្លាមើលទៅរឿងចិត្តបុណ្យនៅតែចាញ់លោកស្រីលីងយូមួយកម្រិតដែរសម្ដីទាំងនេះកាលពីជាតិមុនខ្ញុំប្រកាសជាយកចិត្តទុកដាក់ប៉ុន្តែពេលនេះវាគ្រាន់តែជាសម្លេងរំខានរបស់ពួកស្រមោចតែប៉ុណ្ណោះបងស្រីកុំវង្វេងវង្វាន់អីបើបងមិនខ្វល់ពីនាគស្មួយនោះទេគេត្រូវទ្រាំនឹងរាងកាយដ៏ពិការនេះមិនយូរមិនឆាប់ច្បាស់ជាស្លាប់នៅខាងក្រៅកុលសម្ព័ន្ធជាមិនខានប្អូនស្រីប្អូនពិតជាចិត្តល្អដូចមុនមែនក្នុងនាមជាបងស្រីបងពិតជាមានមោទនភាពចំពោះប្អូនណាស់គេបងស្រីសរសើរហួសហើយប៉ុន្តែអត្ថន័យរបស់បងគឺគ្មានអ្វីទេគ្រាន់តែរំភើបចិត្តបន្តិចបន្តួចក្នុងន័យថាប្អូនស្រីមានចិត្តមេត្តាករុណាបែបនេះទោះបីជាបងមិនចុះកិច្ចសន្យាក៏ដោយក៏ប្អូនមិនបោះបង់នាគដែលរងរបួសធ្ងន់នេះចោលដែរមែនទេអញ្ចឹងនាគភ្លោះមួយគូនេះប្រគល់ឲ្យប្អូនទាំងអស់ចុះបងស្រីខ្ញុំខ្លាចថាប្អូនស្រីមានដងពីកំណើតហើយថែមទាំងចេះក្បាច់ព្យាបាលរបស់គ្រូអាបធ្មប់ទៀតនាគមួយគូនេះស្ថិតនៅក្រោមការមើលថែរបស់ប្អូនរបួសច្បាស់ជាសះស្បើយឆាប់មិនខានក៏បងស្រីចាំបន្តិចសិនអ្វីដែលខ្ញុំចង់និយាយគឺខ្ញុំនាំយកនាគខ្មៅបងនាំយកនាគកុសហេតុអ្វីបានជាបងរុញពួកវាទាំងអស់មកឲ្យខ្ញុំអញ្ចឹងបើខ្ញុំមិនមើលថែទេបងដាច់ចិត្តទុកឲ្យនាគស្រងរបួសនោះដេកស្លាប់មែនទេប្អូនស្រីចិញ្ចឹមនាគពីជំនួសវិញប្រហែលជាមិនមែនជារឿងពិបាកអ្វីទេដឹងហេតុអ្វីបានជាមើលទៅប្អូនហាក់ដូចជាមានការពិបាកចិត្តម្លេះឬមួយក៏សេចក្តីល្អរបស់ប្អូនស្រីគ្រាន់តែជារឿងនិយាយលេងពីមាត់ប៉ុណ្ណោះលីងយូតែងតែជាមនុស្សដែលខ្លាចរឿងលំបាកតើធ្វើមិនដេចនឹងអាចទទួលយកនាគដែលរងរបួសធ្ងន់នោះទៅ
អូនស្រីបាននាំយករាងកាយដ៏របួសធ្ងន់របស់នាងសមកទុកក្បែរខ្លួនហាក់ដូចជាបានទុកនៅបន្ទុកដ៏ធ្ងន់មួយប៉ុន្តែបើមិនព្រមទទួលយកទេមនុស្សម្នាជាច្រើនកំពុងតែសម្លឹងមើលមកនោះរូបភាពជាគ្រូអាបធ្មប់ដ៏ចិត្តល្អដែលនាងខំសាងឡើងច្បាស់ជាត្រូវរលាយបាត់បង់មិនខានមិនអីទេបើបងស្រីមិនចង់បានទេអញ្ចឹងបងប្អូនទាំងពីរនាក់ប្រញាប់ដើរតាមខ្ញុំមកមិនទេខ្ញុំចង់ទៅតាមបងស្រីម្នាក់នេះវិញលីងយូគិតក្នុងចិត្តថាក៏ល្អណាស់បន្ទុកដ៏ធំមួយនេះបែរជាស្វែងរកកន្លែងទទួលខុសត្រូវដោយខ្លួនឯងទៅវិញគេក៏បានកើតជាថ្មីដូចគ្នាលោកស្រីយ៉ានរ៉ូមើលចុះសូម្បីតែនាងស្មួយនេះក៏ម្ចាស់ការមកអង្វរលោកស្រីដែរលោកស្រីព្រមទទួលយកគេទៅមែនហើយបើថ្ងៃនេះលោកស្រីទុកគេចោលមិនខ្វល់តើមិនធ្វើឲ្យអ្នករាល់គ្នាខកចិត្តទេយ៉ាងម៉េចមកពីថ្ងៃធម្មតាខ្ញុំជាមនុស្សងាយនិយាយគ្នាពេកមែនទេទើបធ្វើឲ្យពួកឯងគិតថាការមកបង្កប់បញ្ជាឲ្យខ្ញុំធ្វើរឿងផ្សេងគឺមិនបាច់បង់ថ្លៃសេវាអញ្ចឹងពួកឯងម្នាក់និយាយតែពីពាក្យចិត្តបុណ្យសិលធម៌រីឯសត្វព្រៃដែលអានិថាគ្មានទីពឹងនៅក្នុងព្រៃភ្នំរាប់សិបម៉ឺនក្បាលនោះហេតុអ្វីពួកឯងមិនទៅទទួលពួកគេមកចិញ្ចឹមរៀងខ្លួនទៅលីងយូភ័យស្លន់ស្លោព្រោះនាងដឹងថានៅក្នុងពិភពសត្វព្រៃនេះគឺគេគោរពទៅលើកម្លាំងសមត្ថភាពជាធំនាងស្ទើរតែភ្លេចថាជាតិមុនយ៉ានរ៉ូចិត្តទុនពេកទើបបណ្ដោយឲ្យមនុស្សគ្រប់គ្នាជន់ឈ្លីនិងបង្កប់បញ្ជាតាមចិត្តក្នុងពេលដែលពួកឯងនិយាយដល់ថ្នាក់នេះទៅហើយបើខ្ញុំមិនចុះកិច្ចសន្យាជាមួយសត្វណាមួយសោះវាដូចជាមិនសមហេតុផលឡើយអញ្ចឹងខ្ញុំជ្រើសរើសយកគេចុះសត្វនាគដែលមានតម្លៃ10000ឆ្នាំមានម្ដងបែរជាមិនយកបែរជាទៅជ្រើសរើសយកមនុស្សម្ចាជន់ទាភ្នែកខ្វាក់ម្នាក់ទៅវិញមនុស្សម្ចាម្នាក់នោះសូម្បីតែលោកធាតុអំណាចទឹកបន្តិចក៏គ្មានដែរឬគេនិយាយថានៅក្នុងកុលសម្ព័ន្ធគេជាមនុស្សដែលរងបណ្ដាសាទៀតផងបងស្រីបងឈួតហើយមែនទេបែរជាទៅជ្រើសរើសយកកាកសំណល់ដកសល់បែបនេះតើសេចក្តីល្អដែលឯងតែងតែនិយាយនោះមានបែងចែកវណ្ណៈខ្ពស់ទាបដែរមែនទេឬមួយក៏ដោយសារតែខ្សែលោហិតរបស់គេទាបទើបគេមិននឹងទទួលបានការសង្គ្រោះនៅក្នុងចិត្តរបស់ខ្ញុំមនុស្សម្ចាម្នាក់នេះមិនបានចាញ់សត្វនាគរបស់ឯងឡើយយ៉ាងហោចណាស់គេច្បាស់ជាដឹងគុណជាងសត្វធាតុមួយចំនួនមិនខានក្នុងពេលដែលបងស្រីបានជ្រើសរើសរួចរាល់ហើយអញ្ចឹងនាគភ្លោះមួយគូនេះខ្ញុំសូមទទួលយកទាំងអស់ចុះជាតិថ្ងៃនេះនាងនឹងមិនដើរលើផ្លូវខុសដូចជាតិមុនទៀតឡើយបន្ទាប់ពីនាងស្លាប់កាលពីជាតិមុនច្បាស់ជាមានរឿងរ៉ាវជាច្រើនដែលនាងមិនទាន់បានដឹងគេមិនមែនជាខ្សែលោហិតជាន់ទាបនោះទេប៉ុន្តែគេជាវង្សកូររាជវង្សបាតសមុទ្រដ៏ជ្រៅដែល10000ឆ្នាំមានតែម្ដងជាកាយទេវៈសមុទ្រជាកម្ពុជាអ្នកគ្រប់គ្រងធាតុទឹកដ៏ពិតប្រាកដហើយថែមទាំងមានសមត្ថភាពព្យាបាលរបួសកម្រិតព្រះទៀតផងមិននឹកស្មានសោះថាពួកមនុស្សភ្នែកខ្វាក់នៅក្នុងកុលសម្ព័ន្ធបែរជាយកព្រះពិតប្រាកដទៅចាត់ទុកជាកាកសំណល់ទៅវិញប្រហែលជាការនោះលីងយូឃើញគេទាំងកខ្វក់ទាំងពិការភ្នែកទើបមិនទាំងខ្ជិលនឹងពិនិត្យមើលផងមើលទៅកាលពីមុនខ្ញុំមិនដែលឮរឿងរ៉ាវពីឯងសោះចាប់ពីថ្ងៃនេះទៅឯងរស់នៅជាមួយខ្ញុំចុះទៅថ្ងៃមុខឯងមានឈ្មោះថាឆាងម៉ៅចុះចៅវាយនាយ